សូមអនុមោទនាព្រះធម៌ជាបន្តសុតន្តបិដកទីឃនិកាយសីលខន្ធវៈពួកធម៌និយាយអំពីសិលសុតន្តបិដកលេខ15ទំព័រទី273រឿងទេវិជ្ជសូត្របដិបទាជាគ្រឿងញ៉ាំងសត្វឲ្យទៅកាន់ព្រហ្មលោកនៅក្នុងឃ្នាបទី185កាលព្រះមានព្រះភិក្ខទ្រង់ត្រាស់យ៉ាងនេះហើយវាសេដ្ឋមានុបក្រាបបង្គំទូលព្រះមានព្រះភិក្ខដូចនេះថាបពិតព្រះគោតមដកចម្រើនខ្ញុំព្រះអង្គបានឮដូចនេះថាព្រះសមណៈគោតមសំដែងផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្មបានខ្ញុំព្រះអង្គសូមឱកាសសូមព្រះគោតមដកចម្រើនសំដែងផ្លូវដើម្បីទៅកើតជាមួយនឹងព្រហ្មសូមព្រះគោតមដកចម្រើនស្រោចស្រង់ព្រាហ្មណ៍និងពពួកសត្វផងចុះព្រះអង្គទ្រង់ត្រាស់ថាមនាលវាសេដ្ឋៈបើដូចចណោះចូលអ្នកប្រុងស្ដាប់ចូលធ្វើទុកក្នុងចិត្តដោយល្អចុះតថាគតនឹងសម្ដែងប្រាប់វាសេដ្ឋៈមាននុបបានទទួលស្ដាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភិក្ខថាព្រះករុណាព្រះអង្គព្រះមានព្រះភិក្ខត្រាស់ថាមនាលវាសិដ្ឋៈព្រះតថាគតកើតឡើងក្នុងលោកនេះជាព្រះអរហន្តសម្មាសម្ពុទ្ធៈបណ្ឌិតគប្បីសំដែងឲ្យពឹសស្ដាដូចក្នុងសាមញ្ញផលសូត្រផងចុះមនាលវាសិដ្ឋៈភិក្ខុជាអ្នកបរិបូរដោយសិលយ៉ាងនេះឯងកាលភិក្ខុនោះបានពិចារណាឃើញច្បាស់នៅនិវរណៈ5នេះក្នុងខ្លួនដែលខ្លួនលះបង់ហើយបាមោជៈគឺសេចក្តីត្រេកអរយ៉ាងល្មមក៏កើតឡើងកាលបើបាមោជៈកើតឡើងហើយបៃតិក៏កើតឡើងកាលចិត្តប្រកបដោយបៃតិកើតឡើងហើយកាយក៏រមែងស្ងប់រងាប់កាលបើមានកាយស្ងប់រងាប់ហើយក៏រមែងទទួលនៅសេចក្តីសុខចិត្តរបស់ភិក្ខុដែលបានសេចក្តីសុខហើយក៏រមែងតាំងនៅមមភិក្ខុនោះមានចិត្តប្រកបដោយមេត្តារមែងផ្សាយទៅកាន់ទិសទី1ទិសទី2ទិសទី3ទិសទី4ទិសទាំងខាងលើទិសខាងក្រោមទិសទៅតឹងបានដូចគ្នាមានចិត្តប្រកបដោយមេត្តាដកទូលាយធំរកប្រមាណមិនបានមិនមានពៀមិនមានព្យាបាទផ្សាយទៅកាន់លោកទាំងពួងគ្រប់ទិសគ្រប់តំបន់មនាលវាសិដ្ឋៈមេនោះមានកម្លាំងផ្លុំសាំងអាចញ៉ាំងបុគ្គលឲ្យដឹងបានគ្រប់ទិសទាំង4ដោយមិនលំបាកយ៉ាងណាមនាលវាសិដ្ឋៈកម្មជាកាមាវចរណាក្នុងមេត្តាចេតវិមុតតិដែលបុគ្គលបានចម្រើនយ៉ាងនេះកម្មជាកាមាវចរៈនោះមិនបានគៀចក្រាញនៅក្នុងរូបាវចរៈនិងអរូបាវចរៈនោះគឺកម្មជាកាមាវចរៈនោះមិនបានស្ថិតនៅក្នុងរូបាវចរៈនិងអរូបាវចរៈនោះឡើយកក់យ៉ាងនោះឯងមនាលវាសិដ្ឋៈនេះឯងហៅថាផ្លូវដើម្បីទៅកើត
ជាមួយនឹងព្រំសូមអនុមោទនាព្រះសទ្ធិមក្នុងព្រះត្រៃបិដកលេខ15នៅក្នុងឃ្នាបទី185ស្លេះតែត្រឹមប៉ុណ្ណេះសិនសូមរងចាំភាគបន្តនៅឃ្នាបទី186វេលាក្រោយទៀតអនុមោទនាធម្មទានធម្មទានរមែងឈ្នះនៅទានទាំងពួងបុគ្គលបានរៀនសិក្សាកាន់នៅព្រះសទ្ធិមព្រះធម៌ជាគ្រឿងកំចាត់បងនៅទុក្ខសោកផ្សេងចូលជាអ្នកមានសេចក្តីសុខក្នុងមនុស្សនិងទេវតាសូមអនុមោទនា